សោកស្ដាយដែលប្អូនស្រឡាញ់មនុស្សស្រីដូចគ្នាស្រឡាញ់ភេទដូចគ្នាគ្មានអនាគតទេក្មួយពូសុំមិននិយាយអ្វីទាំងអស់ជូនពរសំណាងល្អសំដីចេញមកមានការរើសអើងមនុស្សស្រឡាញ់ភេទដូចគ្នាប៉ុណ្ណឹងហើយនៅថាមិននិយាយអ្វីទាំងអស់ទៀតវីដេអូនេះខ្ញុំសូមផ្ញើជូនពូម្នាក់ដែលគាត់ទើបតែ reply story ខ្ញុំមិញហ្នឹងគឺគាត់និយាយដាក់ខ្ញុំចំចឹងហ្មងរើសអើងខ្ញុំចំចឹងហ្មងជីវិតរបស់ខ្ញុំមកសំបីតាពុកម៉ែបងប្អូនគ្រួសារមិត្តជិតមួយចំនួនធំក៏គាត់យល់ស្របទៅអ្នកតំណងពួកខ្ញុំទាំងពីរអ្នកគ្រួសារទាំងសងខាងបងប្អូនសាច់ញាតិអីសិតតែស្រឡាញ់ពេញចិត្តទាំងអស់ហើយអត់មានពាក្យថារើសអើងឬក៏មិនចូលចិត្តសោកស្ដាយអីដែលកូនធ្វើបែបហ្នឹងអីអត់សោះពូមើលតែក្នុងវីដេអូហ្នឹងទៅគ្រួសារទាំងសងខាងស្រឡាញ់ពេញចិត្តគ្នាទៅលេងគ្នាទៅវិញទៅមករស់នៅជាមួយគ្នាដោយគ្រួសារតែមួយដល់ភាពកក់ក្ដៅឲ្យកូនមិនដាក់សម្ពាធកូនរើសអើងមិនហាស្ដីមិនរីរាំងនៅលើផ្លូវដែលកូនដើរគឺអត់ទេព្រោះមុននឹងគាត់ទទួលស្គាល់ដៃគូរបស់កូនម្នាក់គឺគាត់ត្រូវតែពិនិត្យមើលដែរកូននឹងចរិតមិនទុកចិត្តបានអត់មើលថែកូនចៅគាត់បានជាគាត់ព្រមឲ្យបើស្រឡាញ់គ្នាហើយខំទៅថែរក្សាគ្នាទៅមើលថែគ្នាឲ្យល្អចេះយល់យកគ្នាទៅណាមកណាត្រូវតែមានគ្នាកុំលួចលាក់កុំក្បត់គ្នាអីដែលស្មោះត្រង់បំផុតគឺត្រូវតែជឿទុកចិត្តលើគ្នាទៅវិញទៅមកហើយគ្មានអ្នកណាគេហាមឃាត់ក្នុងការមានសិទ្ធិចេញមតិយោបល់រៀងខ្លួនគ្មានអ្នកណាគេថាពូអត់មានសិទ្ធិទេតែខ្ញុំមើលទៅពូស្លៀកពាក់សមរម្យធ្វើការងារធំដុំដែរប៉ុន្តែការនិយាយស្ដីរបស់ពូមកគឺរើសអើងទាំងស្រុងមកកាន់ពួកខ្ញុំគិតថាពូធ្វើការងារបានប៉ុណ្ណេះពូរៀនបានប៉ុណ្ណេះគឺពូមានគំនិតជ្រៅជ្រះណាស់សង្គមបច្ចុប្បន្នឥឡូវគេអត់មានប្រកាន់ច្រើនរើសអើងច្រើនដូចជាពូទេមួយទៀតគេពេញចិត្តមិនពេញចិត្តគឺគេអូសម្លងហើយគេអត់មើលម្នាក់ហ្នឹងទេបើគេអត់ស្រឡាញ់គេអត់ចូលចិត្តគឺគេប្លុកម្នាក់ហ្នឹងចោលតែខ្ញុំគិតថាពូនេះក្លាហានមែនតែនហ្មងគឺហ៊ានឆាតមកខ្ញុំផ្ទាល់រើសអើងខ្ញុំផ្ទាល់ហ្មងនិយាយថាសោកស្ដាយណាស់ដែលពួកខ្ញុំស្រឡាញ់មនុស្សស្រីដូចគ្នាស្រឡាញ់មនុស្សស្រីដូចគ្នាហ្នឹងគឺគ្មានអនាគតទេប៉ុន្តែខ្ញុំចង់សួរថាអនាគតរបស់ខ្ញុំហ្នឹងណាទុកនៅលើមាត់របស់ពួកឯងមែនបានជាពូខំប្រឹងឈឺឆ្អាលចេះដឹងរឿងខ្ញុំមកម៉ែតំណងខ្ញុំជាមួយដៃគូខ្ញុំជិត6ឆ្នាំហើយណាមិនមែនទៅតែថ្មីហើយណាមិនមែនពួកខ្ញុំត្រឹមតែលួចលាក់តាក់ទងគ្នាស្ងាត់ម៉ែឪអត់ដឹងឮដែរគ្រូសាខ្ញុំពុកខ្ញុំគឺដឹងឮទទួលយកសពគ្រប់បែបយ៉ាងអីដែលជារបស់ខ្ញុំក្តីសុខរបស់កូនគាត់មិនខ្វាត់ទេខ្ញុំចង់និយាយថាទោះបីជាខ្ញុំតាក់ទងគ្នាឬក៏មិនតាក់ទងគ្នាជីវិតខ្ញុំក៏អត់ស្ថិតលើមាត់ពូដែរអញ្ចឹងផ្ញើទៅកាន់ពូជាពិសេសមុននឹងនិយាយអីទៅកាន់អ្នកណាម្នាក់លើកក្រោយសូមឲ្យប្រយ័ត្នមាត់ប្រយ័ត្នកផងកុំអាងតែដើរពាក់អាវក្រស្រីហើយវារឹកនិយាយសម្ដីបានទំនើងតាមចិត្តខ្ញុំមួយថ្ងៃជាមនុស្សបងមហាជនខ្ញុំទទួលបានពីអស់នឹងច្រើនណាស់នៅក្នុងខមមិនតាំងពីដើមមកមនុស្សតែងតែមានការរើសអើងចំពោះគ្នាអ្នកខ្លះក៏មិនទាន់យល់ដឹងនៅមានច្រើនទៀតតែគាត់អត់ដែរមកឆាំងដាក់ខ្ញុំដូចជាពួកឯងទេគាត់អត់មានដែរឆាតមកខ្ញុំថាមិនចូលចិត្តក្មួយឯងស្រឡាញ់គ្នាឯណាឯណីស្ដាយអនាគតស្ដាយអីមិនហ្មងឲ្យខ្ញុំទៅយកពួកឯងមិនមែនពួកឯងនិយាយចឹងអនាគតខ្ញុំនឹងដល់ទៅយកពួកឯងមិនមែនបានរីកចម្រើនពួកខ្ញុំអត់ដែរបង្ហាញពីទង្វើលឹះលុះអសិលធម៌អីលើបណ្ដាញសង្គមឲ្យគេទៅសោះសូតែខ្ញុំទៅធ្វើស្អីខុសជីវិតរបស់ខ្ញុំពេលខ្ញុំនិយាយចឹងហើយពេលពូឃើញហើយអត់មានមកនិយាយថាស្ដាយចិត្តខំអាណិតស្រឡាញ់តាំងពីប្រឡងតាំងបងតាំងប្អូនតាំងពីទូចមកអត់ដឹងថាវាសំដីចឹងអត់ដឹងថាវាឆ្លើយអញ្ចឹងខ្ញុំទទួលបានពាក្យនឹងច្រើនហើយអីបន្តិចលើកមកខ្ញុំវិញថាស្ដាយចិត្តខំអាណិតស្រឡាញ់ណែនាំឲ្យល្អអីអញ្ចេះប៉ុន្តែពូមើលសំដីពូដែលនិយាយខ្លួនឯងផងពូចាស់ជាងខ្ញុំក្មេងជាងពូអញ្ចឹងហើយមានន័យថាពូនិយាយអីអាក្រក់មកកាន់ខ្ញុំមានសិទ្ធិតតាំងទៅពូវិញមួយទៀតអត់ចូលចិត្តអ្នកណាអត់ស្រឡាញ់អ្នកណាប្លុកចោល unfriend ចោលតែនេះគ្មានទាំង friend គ្នាផង reply story មក deal ឯងបានទៀត